តើអ្នកអាចបើកវាបែបនេះដោយរបៀបណាហើយអ្វីបានជាវាមិនអាចបើកបានតើខួរក្បាលរបស់អ្នកណែណាមួយណាយ៉ាងខ្ញុំបាននិយាយថាការផ្លាស់ទីកុងតាក់មកទីនេះនឹងជួយសន្សំសំចៃលើខ្សែភ្លើងមានអ្វីខុសផ្ដល់ឲ្យខ្ញុំនៅទីនេះឡតើអ្នកប្រើកំហាប្រភេទអ្វីហេតុអ្វីអ្នកទាំងអស់គ្នាមិនអាចទៅធ្វើការបានត្រឹមត្រូវទេយើងចង់ធ្វើការងារបានល្អប៉ុន្តែប្រាក់ខែនេះមិនអនុញ្ញាតឲ្យធ្វើដូច្នេះទេមកនេះមកអ្នកទាំងអស់គ្នាអ្វីដែលអ្នកចង់បានគឺការដំឡើងប្រាក់ខែមែនទេអាចប្រាក់ខែបានឡើងដល់កម្រិតច្រើនប្រាក់ឈ្នួលបានកើនឡើងច្រើនណាស់ម្ដងទៀតមែនទេប៉ុន្តែតម្រូវការជាមុនគឺថាការសម្អាតត្រូវតែបញ្ចប់ក្នុងរយៈពេល1ម៉ោងពួកគេថែមទាំងបោកក្រណាត់ក្រែរបស់ខ្ញុំទៀតផងហាកញ្ញាអ្នកបន្ទាប់អ្នកមិនអាចអួតអាងពេកទេវិញជុំខ្ញុំមិនចង់ឡើងប្រាក់ខែទេខ្ញុំនឹងមិនដែលទទួលបានការដំឡើងប្រាក់ខែក្នុងមួយជីវិតរបស់ខ្ញុំឡើយទោះយើងទាំងពីរនាក់ដែរខ្ពស់និងប្រសិទ្ធភាពខ្ពស់គេខ្ពស់នឹងការអប់រំខ្ពស់ហើយអ្វីយើងគួរទទួលបានការដំឡើងប្រាក់ខែតើដូច្នោះមែនឬតោះលេងហ្គេមមួយនិយាយឡើងវិញនៅប្រយោគទាំង5ដែលខ្ញុំបានផ្ដល់អ្នកឈ្នះខ្ញុំនឹងដំឡើងប្រាក់ខែឲ្យអ្នក
បន្ទាប់មកខ្ញុំនឹងចាញ់បើខ្ញុំចាញ់អ្នកនឹងឲ្យខ្ញុំ100យូតើអ្នកជានរណាមកជ្រូកនិងគោតើគោមានជើងប៉ុន្មានអត្ថបទចំនួន10តើគោមានជើងប៉ុន្មានប្រយោគចំនួន11ម្ដងទៀតជ្រូកនិងគោតើគោមានជើងប៉ុន្មានតើគោមានជើងប៉ុន្មានអ្នកខុសទៀតហើយខ្ញុំបានធ្វើខុសម្ដងទៀតអ្នកខុសម្ដងទៀតហើយអ្នកក៏ខុសដែរសរុបមកម្ដងទៀតតើអ្នកត្រៀមខ្លួនហើយឬនៅមិនអីទេមកអាហាហាហាបងស្រីរងខ្ញុំមានសំណួរមួយតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើកាតរបស់ខ្ញុំបាត់ប្រសិនបើអ្នកបាត់កាតរបស់អ្នកសូមរាយការណ៍ថាវាបាត់ជាមុនសិនបន្ទាប់មកទៅធនាគារដើម្បីចេញវាឡើងវិញខ្ញុំពិតជាមិនអាចយកវាដោយខ្លួនឯងបានទេខ្ញុំស្នើឲ្យអ្នកកុំកាត់វាហេតុអ្វីពីព្រោះនៅពេលអ្នកអន់ចុះទឹកនៅក្នុងក្បាលរបស់អ្នកទំនងជាហៀចេញហាហាហាត្រៀមខ្លួនទៅដាខ្ញុំបានឃើញភ្នំនិងទន្លេរាប់ពាន់នៅតាមផ្លូវជើងរបស់ខ្ញុំបានឆ្លងកាត់ភាគខាងត្បូងឆ្ងាយនិងភាគខាងជើងឆ្ងាយខ្ញុំមិនខ្វល់ពីព្រះអាទិត្យឬខ្យល់ទេការកូឡាពណ៌ក្រហមភ្លឺចែងចាំងនៅមាត់ផ្លូវខ្ញុំបានបិទទូរស័ព្ទហើយអ្នកណាខ្វល់ថាអ្នកណាជាអ្នកណាកុំយកចិត្តទុកដាក់ចំពោះអ្វីដែលត្រឹមត្រូវនិងអ្វីដែលខុសតាំងពីព្រឹកព្រលឹមរហូតដល់ប្រឡប់ពួកគេមិនដែលអស់កម្លាំងឡើយបន្ទាយនៅពេលប្រឡប់ប្រសិនបើអ្នកហោះហើរប្រឆាំងនឹងខ្យល់តើពិភពលោកនេះស្រស់ស្អាតប៉ុណ្ណាពេលមើលពីខាងលើសូមឲ្យបញ្ហាទាំងអស់របស់អ្នកបាត់ទៅកុំយកចិត្តទុកដាក់ចំពោះការលួងលោមខ្លួនឯងបើអ្នកនៅតែមានក្តីស្រមៃចូលបន្តតាមរយៈយ៉ាងហោចណាស់ខ្ញុំនឹងមិនមានការសោកស្ដាយអ្វីឡើយទិញតាមពន្លឺដោយក្លាហានទៅឲ្យឆ្ងាយហើយហោះហើរឲ្យខ្ពស់គ្រាន់តែធ្វើដំណើរកម្សាន្តមួយផ្លែ